giờ mình nè còn hai chị con gọt chờ đây hả ai ơi bong quay cây ở bộ đập nặng này ta cấtยังไม่เต้cầm chơi đằng săn nát ba nè đằng mày phải để mà này đây chum đây hạt tiệt đây បងកុំបារម្ភអីណាមានសិស្សជាបងថែរក្សាបងហាស្ដាប់លឺហើយនៅយើងជាអ្នកថែរក្សាឯងដឹងទេតែខ្ញុំចង់បាត់ជើងអីអើយខ្ញុំក៏ចង់បាត់ជើងដែរតែភ្នែកខ្ញុំមើលមិនឃើញនៅកន្លែងណាហេគ្នាដូចឆ្ងល់ខ្លាំងណាស់ហេតុអីក៏សិស្សច្បងធ្វើបានតែយើងទៅពីរនាក់អញ្ចឹងចម្លែកមែនត្មងណែឯងមកទីនេះមកខ្ញុំបានរកឃើញស្នេហ៍ទប់ទល់ជាមួយម្រាមសិស្សច្បងហើយណាបើគេចាក់យើងធ្វើមិនអាចទប់ទល់ទៅហើយឯងកុំបារម្ភខ្ញុំទើបទៅរកឃើញស្នេហ៍ទប់ទល់ម្រាមពីរទប់យ៉ាងម៉េចណែឯងវាដូចជាមើលស្រាលខ្ញុំពេកហើយនេះហើយមិនក៏ឯងនិយាយអញ្ចឹងឥឡូវនេះឯងយកម្រាមរបស់ឯងចាក់មកលើយើងភ្លាមមកចាក់មកហើយចាក់ធ្វើអីចាក់មកចាក់អញ្ចឹងណាអេមិនមែនចាក់ទៅពីទេដកដៃមួយចេញតែខ្ញុំចង់ចាក់ឯងទេតែចាក់យ៉ាងម៉េចទៅចាក់មកជឹងឲ្យយកយើងឲ្យយកម្រាមដៃចាក់យើងមិនក៏យកជើងធាក់យើងអញ្ចឹងខ្ញុំប្រាប់ឲ្យតើសាច់ច្បងមិនប្រកាសថាយកម្រាមដៃចាក់ទេច្បាស់យកជើងធាក់ឲ្យជុំនិយាយទៀតហើយបានហើយយើងស្គាល់គ្នាយូរមកហើយត្រូវចេះស្រឡាញ់គ្នាយោគយល់គ្នាទៅវិញទៅមកទើបរស់នៅជាមួយគ្នាបានសុខហើយនៅស្ងៀមធ្វើអីហ្នឹងខ្ញុំចង់ដឹងថាសមុទ្រនេះគេចង់សរសេរពីស្អីខ្ញុំនឹកនាងខ្លាំងណាស់តែមិនហ៊ាននិយាយជាមួយនឹងមនុស្សចាអាយ៉ានាងមកជួបនឹងខ្ញុំត្រេកអរខ្លាំងណាស់អានេះពិតជាល្ងងមែនវិញវាគ្រាន់តែសមុទ្រប៉ុណ្ណឹងក៏មិនចេះសរសេរដែរចំជាល្ងងមែនតើហើយមិនអីទេយើងសរសេរឲ្យក៏បានបងស្រីបងស្រីតណាបាត់អញ្ចេះហើយចុះសមុទ្រនេះត្រូវទុកនៅកន្លែងណាទុកកន្លែងវាដូចជាមិនសមតើគួរយកទុកនៅកន្លែងណាទើបសមហើយចុះកន្លែងនេះនាងឃើញអានេះមិនកើតទេដូចជាមិនស្រួលទេគិតយ៉ាងមិនចេះចឹងណែពួកយើងប្រយ័ត្នមែនទេណាអត់ឆាប់ឡើងអាចាពីបងឥឡូវឡើងកុំឲ្យអ្នកណាចូលមកសោះឯងសមុទ្រអីចេះបងឈីងនៅពេលដែលបងមកនៅទីនេះខ្ញុំមានការត្រេកអរយ៉ាងខ្លាំងពាក្យចាស់លោកថាស៊ូចង្អៀតផ្ទះកុំឲ្យចង្អៀតផ្ទះបើបងមិនយល់ទាស់ទេឯងបងទៅជួបខ្ញុំកុំខាពីខ្ញុំអាម៉េចលបងកុំបាយខ្ញុំហ៎អាខៀងណែអាខៀង
ឈីងទៅហើយគឺខ្ញុំនឹងហើយខ្ញុំតាមរកឯងយូរណាស់មកហើយឯងមកទីនេះធ្វើអីទៅខ្ញុំជួបឯងចៃដន្យមែនតើឯងមកទីនេះធ្វើអីខ្ញុំមកធ្វើអីក៏ប៉ុន្តែខ្ញុំមកលួចគេហ៎ឯងមកលួចរបស់គេឯងដឹងទេជាកូនរបស់លោកគ្រូដែរណាអាយ៉ាកូនរបស់លោកគ្រូអីក៏ដោយក្រែងគេមានប្តីទៅហើយគេកំពុងអុកអើនក្នុងបន្ទប់អាម៉ាន់ឯងមកធ្វើហ្នឹងឯងមករំខានយើងទៀតហើយអាម៉ាន់ម៉ាន់យើងបដូរនឹងឯងហើយហើយមានរឿងអីចូលទៅវិញទៅជុំសិនហើយបើចូលទៅវិញគឺគេបំពេញសៀមអីអាយ៉ាអាមីយ៉ាងម៉េចទៅហើយអាមីឆាប់ដឹងខ្លួនឡើងទៅអាមីលោកគ្រូនេះគឺជាផោះតាងជាកសែងដែលគេខ្ទប់មាត់អាមីនេះលោកគ្រូឯងចង់និយាយថាម៉េចហ្នឹងលោកគ្រូអ្នកសៀមឯងមើលរូបវារបស់ឯងមើលឯងនៅផ្កាយទៀតអីឯងពិតជាថោកទាបណាស់លោកប៉ាមិននឹកស្មានឯងថោកទាបដល់ណានេះសោះលោកគ្រូកាពិតវាជាអ្នកប្រព្រឹត្តទេលោកគ្រូគឺវាខ្ញុំមិនបានស្អីទេអ្នកមានសាស្អីមានវាម្នាក់នេះទៀតខ្ញុំក៏បានឃើញវាដែរលោកគ្រូបានឃើញច្បាស់ណាស់ឯងបានឃើញស្អីខ្លះខ្ញុំជាសាស្អីបើមិនជឿទេខ្ញុំសុំស្បត់ក៏បានដែរលោកគ្រូរបស់ទាំងអស់នេះគឺលោកគ្រូរឿងនេះគឺវាឯងចង់យ៉ាងម៉េចទៀតយើងខំស្រឡាញ់ឯងខំទុកចិត្តឯងគ្រប់ពេលវេលាទទួលឯងធ្វើជាសិស្សតែពេលនេះឯងមិនត្រូវនៅទីនេះទៀតទេឆាប់ចេញទៅចេញគួរក្តៅក្រហាយមែនតើលោកគ្រូគួរណាគ្មានការពិចារណាល្អិតបែរជាដេញអាឈឹងឲ្យចេញទៅវិញគួរក្តៅក្រហាយមែនតើណាហើយដល់អញ្ចឹងវាចាំនិយាយនេះបញ្ញាបើទៅធ្លាក់ជ្រោះងាប់ល្មមទៅហេឯងកុំធ្វើចិត្តចៃឆាពេកបានទេហ៎ខ្ញុំមិនអាចឆេវឆាវយ៉ាងម៉េចនឹងកើតបើនៅសុកសុងលោកគ្រូបែរជាដេញអាឈឹងទៅវិញហើយចុះឯងមានគិតខ្លះទេខ្ញុំគិតខ្ញុំនឹកឃើញហើយខ្ញុំនឹកឃើញអាឈឹងយើងមិនគិតអីទៀតទេណែយើងគិតរឿងរកលុយវិញទៅប្រសើរជាជាងថយចេញទៅយោខ្ញុំមកបួលឯរកស៊ីឯបាយខ្ញុំអញ្ចឹងហ៎ឯងចង់បានលុយណាហ៎ចង់បានលុយមែនទេនេះលុយហ៎ខ្ញុំមិនត្រូវការលុយអីទេបើមិនចង់បានលុយឯងខំតដខ្លាំងម្លេះបើឯងមិនចង់បានលុយឯងទៅកន្លែងលោកគ្រូធ្វើអីទៅឥឡូវឯងយកវិកាយប័ត្រនេះទៅបើកលុយហើយមិនបាច់ខ្វល់ពីរឿងខ្ញុំទៀតទេទៅយកអាខេងឆាប់ទៅអាឈឹងខ្ញុំមានបងប្អូនចដុនមួយឯងឆាប់ទៅរកគាត់ទៅគាត់អាចជួយយើងបានណាលោកពូខ្ញុំនាំមនុស្សពិសេសចាំមកផ្លែទៅចាំខ្ញុំទៅប្រាប់លោកធំសិនមកចាំមកល្មមចដុនមួយឯងមកមិនក៏អីគិញចេះទេខ្ញុំនាំមនុស្សម្នាក់មកជួយធ្វើការលបងមិនអីទេចាប់ខ្ញុំសួរលបងធំសិនយកមិនលបងធំយើងមិនត្រូវការទេយើងត្រូវការតែអ្នកមានថ្មីដែរឯងមានថ្មីដែរអញ្ចឹងទៅហើយឈប់សិនអ្នកមានថ្មីដែរនោះគឺមានន័យថាជួយកិច្ចការរកស៊ីរបស់យើងព្រោះថារបររកស៊ីរបស់យើងទាំង4នេះគឺមានដូចជាចក្រតុយលេខប៉ុណ្ណឹងសេះហើយប្រកួតបដាល់ហើយបើអ្នកណាមួយអាចជួយយើងបានទើបយើងព្រមទទួលគេតើមែនទេខ្ញុំនិយាយអញ្ចឹងកំណត់ល្អអញ្ចឹងឲ្យអ្នកណាទៅយកប្រាក់ទៅត្រូវឲ្យអ្នកណាទៅយកប្រាក់ទៅមើលគ្នាយើងមិនគ្រប់គ្រាន់ទេគម្រោងការនេះត្រូវពជាពេលសិនទៅអញ្ចឹងមិនបានទេព្រោះយើងរកកន្លែងណាមួយឲ្យវាសមរម្យជាម្ដងអាសន្នគិតថាបដូររួចចាំពង្រីកជាក្រោយទៀតពង្រីកវាដូចជាហួសពេលហើយទីកន្លែងប៉ុណ្ណឹងសេះពិតមែនតូចមែនតែត្រូវកងសន្តិសុខហើយត្រូវមានអ្នកដើរទារប្រាក់គេទៀតចំណែកពួកយើងគឺទៅទទួលភ្ញៀវតើត្រឹមត្រូវទេយើងគំនិតល្អមែនឯងមានរៀបចំកំភ្លើងដែរទេកងសន្តិសុខត្រូវប្រើកំភ្លើងឱកាសសាហាវបន្តិចទៅបានកំភ្លើងដូចគ្មានប៉ុន្តែចង់ក្លាហានខ្ញុំគិតថាបច្ចេកថ្មីដៃប្រយុទ្ធយ៉ាមិនច្រឡំទេដឹងខ្លួនឯងមិនទៅបាយជាឲ្យយើងទៅវិញចឹងអីចំពេលបាទមែនបើអញ្ចឹងគួរគិតយ៉ាងមិនទៅវិញទៅ
ចឹងឯងគួរតែមានយោបល់ខ្លះផងដែរនៅខាងក្រៅស្ពាបការមិនល្អក៏គួរតែរកកន្លែងផ្សេងវិញទៅរកកន្លែងណាទៅគឺហាងលក់អង្គរហើយយ៉ាមិនបានទេម្ចាស់ហាងលក់អង្គរជាមិត្តរបស់ខ្ញុំមិនដាច់ចិត្តទេអើយបើអញ្ចឹងពិបាកអីអញ្ចេះក៏មិនបានចុះក៏មិនបានអញ្ចឹងគេឈ្មោះយើងទៅ4នាក់នឹងវាមិនទៅបတ်ចោលទេទៅហើយទេអីឬមួយក៏រឿងសូត្រតាមអាល្ងងរងចាំទៅស្លាប់ហើយទៅចង់ល្បីឈ្មោះប្រកាសជាត្រូវប្លន់គេអញ្ចឹងថាម៉េចមិនគុំសាលបងស្រាតខោទាំង4នាក់រត់ជុំវិញទីនោះធានានឹងបានចុះកសែតទៅពណ៌មុខមិនខានទៀតល្អណាស់ផ្ដេផ្ដាយើងទៅ4នាក់ទៅស្រាតខោហាខ្យល់ហាភ្លៀងច្បាស់ជាឈឺមិនខានទេឥឡូវដល់ឯងរលុយយើងបានមែនណាទុកចិត្តចុះលបងពិតជាអាចរកលុយឲ្យលបងបានជាមិនខានទេណែអាឈិងណាគេអាចធ្វើបានអាឈិងជាមនុស្សដែលមានថ្មីដៃខ្លាំងផ្កាយខ្លាំងណាស់ធានាថាលបងហើយនៅលោកគ្រូទាំងអស់គ្នានឹងទទួលធ្វើជាសិស្សមិនខុសបំណងនោះទេជឿខ្ញុំចុះលោកគ្រូច្បាស់ជាបានប្រាក់ច្រើនដោយសារគេជាមិនខានណែមិនដែលលបងប្រសើរឲ្យទទួលគេទទួលប៉ុន្តែខ្ញុំមើលទៅគេមិនស័ក្តិសមជាគ្រូរបស់ខ្ញុំទេហើយឯងនិយាយថាម៉េចហ្នឹងខ្ញុំមិនមាននិយាយទេខ្ញុំគ្រាន់តែនិយាយថាបើសិនជាអ្នកទាំង4នាក់ចាស់ហើយអញ្ចឹងចង់ប្រកួតជាមួយខ្ញុំប្រហែលជាទៅមិនរួចផងក៏មិនដឹងទេមកទៅខ្ញុំជឿថាអញ្ចឹងឯងនិយាយស្អីជើងខ្លាំងទៅមុននេះសៀងហើយអាវុធសម្ងាត់ប្រចាំតកូលនេះព្រោះពឹសណាក្បាច់សេធាក់ពីក្រោយអីណាយ៉ាមកយ៉ាឈីកអើយហើយស្គាល់ស្លាប់ដៃយើងហើយឬនៅឯព្រមទទួលយើងធ្វើជាគ្រូទេអត់ព្រមទទួលយើងដែរទេឆាប់និយាយមកព្រមឬក៏មិនព្រមលោកគ្រូឥឡូវដំបូងនេះយើងសាទេពកោសលរបស់ឯងសិនបើសិនជាឯងអាចយកសម្បត្តិនេះសម្បត្តិស្អីគេបើសិនជាឯងយកសម្បត្តិនេះទៅឲ្យនារីម្នាក់ធ្វើការក្នុងធនាគារគេស្រឡាញ់ឯងចាត់ទុកតែឯងឆ្លងដំណាក់កាលទី1បានហើយអញ្ចឹងតើលោកមានការអីដែរនាងឆាប់ស្រឡាញ់ខ្ញុំភ្លាមមកខ្ញុំសួរថានាងស្រឡាញ់ខ្ញុំមិនស្រឡាញ់ខ្ញុំមិនហ៊ានទេមិនហ៊ានចង់ស្លាប់យ៉ាងម៉េចខ្ញុំពិតជាមិនហ៊ានមែនតែចាំខ្ញុំទៅពឹងគេឲ្យណាអញឆាប់មិនតែងតើលើឡើងណែជួយមើលបន្តិចមើលមានកាក់អីម្នាក់នោះគេស្រឡាញ់ខ្ញុំណោះចឹងហ៎ខ្ញុំសួរថាពីណាស្រឡាញ់ខ្ញុំព្រោះនាងនឹងខ្ញុំមិនហ៊ានទេតែចាំខ្ញុំប៉ុន្តែយ៉ាងម៉េចបើនាងមិនអាចទៅរកម្នាក់ណាមកស្រឡាញ់ខ្ញុំទេខ្ញុំស្រឡាញ់ពួកនាងចោលខ្ញុំប្រាប់ឲ្យដឹងមិនអីទេចាំខ្ញុំទៅរត់ជូនលោកណាចាំមកផ្លែកំខឹងអីចាំខ្ញុំមែនហើយឆំឡើងតិចទៅយ៉ាត់យើងក្តៅចាត់ត្រមមិនយកសម្រាប់នាងចោលណានាងឲ្យស្រឡាញ់ខ្ញុំហ៎ខ្ញុំសួរថាស្រឡាញ់ខ្ញុំទេខ្ញុំហ្នឹងហ៎ត្រូវខ្ញុំសួរថាចង់បានប្តីឬកុំចាំខ្ញុំចង់បានប្តីចង់បានប្រុសហាខ្ញុំចង់បានមែនប៉ុន្តែខ្ញុំរកមិនបានមិនដឹងជាអ្នកណាគេមកស្រឡាញ់ខ្ញុំនោះទេរកបានទេស្រឡាញ់ខ្ញុំនេះមកស្រឡាញ់ខ្ញុំនឹងស្រឡាញ់លោកខ្ញុំកំពុងតែចង់បានប្តីឆាប់ចេញមកជួបខ្ញុំមកចង់បានប្តីឆាប់ចេញភ្លាមមកណាចេញតាមណាខ្ញុំកំពុងធ្វើការស្អីចេញមកធ្វើសកម្មភាពថានាងស្រឡាញ់ខ្ញុំមកធ្វើមិនដែរហក់ចេញមកភ្លាមមកហក់ម្លងអានឹងភ្លាមមកហក់តាមហ្នឹងហ៎ត្រូវបងហក់ដែរបាញ់ងំលើបាញ់ងំលើអីបងស្រឡាញ់ណាអូនស្រឡាញ់បងណាអូននឹងរស់នៅជាមួយបងអស់មួយជីវិតអាយស្នេហាក៏អាក្រក់ក្រៃមែនលោកអើយមកអោបថើបគ្នាកដាលវាអញ្ចឹងដូចចម្លែកខ្លាំងណាស់ប្រេះផ្ដាមែនហ្មងហើយនេះបងសម្លាញ់ណាចង់កិច្ចមកពីអូនមែនទេអូនណាត់បងញ៉ាំបាយណាណែអូនជូនផ្កាដល់បងយកទៅអាខៀងរឿងមនុស្សមកឲ្យធ្វើការជាមួយយើងពិតជាគ្រាន់បើមែនអើយពិតជាមានសំណង
សម័យឥឡូវនេះជាសម័យប្រឡងប៉ុណ្ណឹងដើម្បីចង់បានប្រាក់វាត្រូវតែចេះក្បាច់គុណកាលចេះក្បាច់គុណហើយវានឹងរកប្រាក់បានយ៉ាងងាយស្រួលជាទីបំផុតហើយជឿយើងចុះពិតមែនហើយកាលណាចេះក្បាច់គុណនៅវាត្រូវតែរកប្រាក់បានដើម្បីចង់បានប្រាក់វាត្រូវតែចេះតស៊ូអញ្ចឹងបើយើងចង់បានស្អីវាត្រូវតែធ្វើអាយ៉ាយើងចង់វាយឯងបើកុំមកអីស្អីអីកុំមកទោះយ៉ាងណាក៏ត្រូវតែតស៊ូដែរខ្ញុំនិយាយនេះត្រឹមត្រូវទេនិយាយត្រឹមត្រូវទេល្មើគាត់អាយ៉ាល្មើអើយបធូរដៃតិចទៅងាប់អីអាឈឹងអើយយើងភ្លេចទេអាឈឹងអីត្រូវតែអត់ធ្មត់ខ្ញុំជឿថាថ្ងៃណាមួយឯងនឹងយកជ័យជំនះលើចិត្តរបស់មនុស្សចាស់ទាំង4នាក់ដូចជាមិនខានទេឯងត្រូវតែតស៊ូឯងត្រូវតែអត់ធ្មត់អាឈឹងទោះជាស្ថិតក្នុងកលៈទេសៈណាក៏ដោយឯងត្រូវតែតស៊ូឯងត្រូវតែអត់ធ្មត់អាឈឹងបើសិនជាមានជនពីលណាមួយធ្វើបាបឯងត្រូវតែទាញកបិតតតាំងជាមួយវាទៅតតាំងយ៉ាងម៉េចទៅអាវុធអស់ទៅនេះណែគឺអាវុធអីណែលបាណែស្គីមអាយ៉ាចាហេណែស្គីមហ៎ហញលោកគ្រូហើយឯងធ្វើស្អីនឹងខ្ញុំរលគ្រូឲ្យម៉ែកាន់កបិតអញ្ចឹងខ្ញុំហាត់គុណកាន់កបិតកវីកាប់គេយ៉ាងអញ្ចឹងអីអាឈឹងអើយឯងឃើញទេការតស៊ូរបស់ឯងពិតជាបានជោគជ័យគ្រូក៏សប្បាយចិត្តជំនួសឯងដែរខ្ញុំបានជោគជ័យអើយមកដល់ហើយចុះមកមកដល់ហើយបងប្អូនទាំងអស់គ្នាសូមអញ្ជើញទិញសបត់$3យើងមកជួបជុំគ្នាអស់ហើយរបស់ខ្ញុំសបត់មួយណែ$3តពួកយើងរកគ្នាចូលទៅឆាប់ឡើងសបត់$3ណែមកចូលមករបស់មានសបត់នេះលក់ឲ្យខ្ញុំមួយមើលតម្លៃ$7មិញនេះក្រៃលក់តែ$3ឥឡូវឡើង$7ខ្ញុំចង់លក់$9ក៏បានដែរបើ$9ទៅដែរទៅទិញកន្លែងនោះវិញចំពោះឯងយើងលក់ឲ្យ$15,000ហើយណោះគេទៅទិញសបត់ដល់ណាសបត់$3សបត់$3លោកស្រីប្រិយមិត្តទស្សនិកជនជាទីមេត្រីថ្ងៃនេះមានការប្រកួតប្រដាល់ដែលចូលរួមដោយកីឡាករជើងខ្លាំងហើយនឹងមានពានរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ដែលបានឧបត្ថម្ភពីក្រុម XO ប្រចាំឆ្នាំនេះលោកស្រីសង្ឃឹមថាការប្រកួតប្រដាល់នេះនឹងមិនធ្វើឲ្យលោកស្រីខកបំណងឡើយអកូនសិស្សឲ្យត្រូវខំប្រឹងបន្តិចណាមិនឲ្យដើម្បីឈ្នះណាកូនសិស្សនេះដើម្បីជ័យជំនះក៏មិនធូរដៃឲ្យសិស្សដឹងនេះលោកស្រីឥឡូវចាប់ផ្ដើមប្រកួតជំរុះហើយចាប់ផ្ដើមយ៉ាហើយទៅរួចទៅវាយហើយយ៉ាងមិនដែរទៅរួចមិនរួចទៅ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 ហើយចាប់ដើមវាយអាចងៃយកគក់វាលោកញ៉ាក្តារមានគេវាយគ្នាជួយមើលផងណែកុំវាយគ្នាក៏អាចងៃយកពេលលេវាយគ្នាខ្ញុំទៅមើលគេទៀតហេអូយអាយ៉ាក្តារវាយគ្នាទៀតហើយជួយមើលទៀតចាប់ក៏វាយគ្នា
បាក់គាត់យ៉ាងណាឡើយជុំបាញ់លើខ្ញុំទៅមើលកន្លែងលើប្រសិទ្ធហ៎មួយពីរបី4 5ឈ្នះហើយលោកគ្រូពូក៏ឈ្នះដែរគឺថាជាចេញអាឡអត់ឯងចូលមកប្រកួតជាមួយយើងច្បាស់ជាស្លាមកាលនេះឯងយល់ខុសហើយអាមៀតធំវាយយើងមុនមកយើងឲ្យឯងវាយយើង3ដៃមុនឆាប់វាយយើងភ្លាមមកហើយចោះមិនវាបាទឲ្យគេវាយមុនយ៉ាងចឹងវិញចាប់ដើមវាយលើកទី1អាចគួតនេះបើឲ្យយើងវាយមុនវាមិនចាញ់យើងទៅហើយអីវាយសិនវាមិនដែរអាណាប្រកួតយកលុយឲ្យគេវាយមុននេះមានមនុស្សឈួតយល់ច្រឡំធំហើយអេកូនសើឲ្យពិតជាអស្ចារ្យមែនហើយអស្ចារ្យខ្លាំងណាស់នឹងហើយពិតជាប្រកែមែនតែល្មងហើយយើឯងសម្លឹងធ្វើស្អីរសារកម្លាំងទុកយករង្វាន់$10 លានទៅវាល្អជាងគង់មានដែរហ្នឹងអាយ៉ាចុះចាញ់ទៅយើងគិតតែពាក់កណ្ដាលទេប៉ុន្មានយើងគិតតែពាក់កណ្ដាលទេអស់ផ្លូវដើរមែនទេអាយ៉ាឯងចាញ់ទៀតដែរឆាប់ឲ្យប្រាក់មកហើយខ្ញុំប្រាប់ថាខ្ញុំចាញ់ពាក់កណ្ដាលទេអាយ៉ាវាដូចជាគ្មានស្គាល់ច្បាប់ទម្លាប់សោះឆាប់ឲ្យប្រាក់មកឲ្យលឿនឡើងមកលឿនឡើងគ្រូរទាំអីប្រាក់រីក៏យើងយកដែរកុំប្រើល្បិចអីសោះណាណែយើងទៅទិញថ្នាំផឹកទៅអញ្ចឹងថ្ងៃស្អែកមកលេងទៀតណាឡដាចឹងណាយកអស់ប្រាក់ពីខ្លួនអាលីហេលបងសង្ហាហេលបងឈៀនយ៉ាងមិនទៅហើយគិតគ្រប់ទឹកអីតែម្នាក់ឯងអញ្ចឹងហេបងឈៀនអើយកុំលេងសើចខ្ញុំពេកហើយយើងលេងសើចនឹងឯងពីកាលណាមកអាលអិតដែលនៅជាមួយនឹងឯងកាលពីមុននោះឥឡូវនេះគេបានឈ្នះការប្រកួត4ជុំទៅឲ្យបានប្រាក់រង្វាន់បន្តិចទេខ្ញុំមិនលាក់បាំងប្រាប់បងទេថ្មីនេះខ្ញុំបង្ហាត់គេប្រកាសជាឈ្នះមិនខានទេបើសិនជាគេយកបានពីរង្វាន់នោះឯងខ្លាចជាអ្នកមានយ៉ាងហោចណាស់ក៏ឯងបាន5 លានដែរស្អីទៅ5 លានការដែលគេទើបតែមកពីហុងកុងខ្ញុំជាអ្នកជួយប្រែរូបរាងគេគឺយើងអ្នកបណ្ដុះបណ្ដាលឲ្យគេមានទេពកោសល្យក៏យើងដែរហើយអ្នកដែលបង្រៀនគេឲ្យចេះដឹងហៅស្អីក៏យើងដែរចែកពាក់កណ្ដាលនឹងវាមានតែយើងទេបាន80%គេបាន20%លបងឈៀនអាម្នាក់នោះមករករឿងខ្ញុំទៀតដែរខ្ញុំគិតថាឲ្យលបងធ្វើជាប៉ូលីសខ្លាំងៗសម្លុតវាបន្តិចទៅណាលបងលបងឆាយលបងយ៉ាងម៉េចទៅហើយខ្ញុំគិតថាចង់យកលុយទៅសងបងដែរប៉ុន្តែរកបងមិនឃើញតរសោះមិនដឹងទេណាប៉ុន្មានឮថាមានមិត្តភក្តិចង់ចែកប្រាក់ពាក់កណ្ដាលមែនទេមែនហើយឲ្យតែគេយកបានពីរង្វាន់នោះខ្ញុំនឹងយកប្រាក់ទៅចែកលបងជឿមិនខានទេចាំខ្ញុំណែនាំឲ្យស្គាល់មិត្តភក្តិរបស់ខ្ញុំនេះឈ្មោះបងឈៀនគេធ្វើជាប៉ូលីសសម្ងាត់ប្រចាំនៅតំបន់ស៊ូកាលៀងហើយគឺជាប្រធានដឹកនាំក្រុមខ្លះក្រុមទី9ផងតាផាឈៀនឯងចូលក្រុមខ្លះតាំងពីពេលណាមកហ្នឹងហេតាមពិតនេះតែពីរស្គាល់គ្នាដែរបងថ្លៃថាម៉េចបងថ្លៃហើយស្រីលោកខ្លួនចំពោះរបស់បងហើយគេជាបងស្រីរបស់គាត់ឯងថាម៉េចហ្នឹងខ្ញុំមិនបានដេកជាមួយនាងទេប៉ុន្មានណាឯងនិយាយថាម៉េចជាកំហុសរបស់ខ្ញុំទេដោយសារតែគ្នាឯងគួរតែសារលបងអញ្ចឹងហើយលើក្រោយប្រកាសជាផ្ដាល់កិត្តិយសប្រកាសជាសារលបងប្រពន្ធលបងហើយឯងនិយាយថាម៉េចតាមបងអូនស្រីធ្វើជាស្រីលក់ខ្លួនក៏មិនមែនជារឿងអាក្រក់ប្រមាណដែរយ៉ាងណាក៏មានមុខរបរពិតប្រាកដមួយយ៉ាងដែរត្រូវទេធ្វើជាស្រីលក់ខ្លួនប្រសើរជាងទៅចងការប្រាក់គេមែនទេធ្វើជាស្រីលក់ខ្លួនគឺរកបានប្រាក់ច្រើនណាស់ហើយពេលដែលមានប្រាក់ហើយនឹងគឺចង់ស្ដារកិត្តិយសបានដោយងាយដូច្នេះរកហើយឯងហ៊ាននិយាយទេនេះធ្វើស្រីលក់ខ្លួននឹងគឺជារឿងល្អវិញទេចំណែកប្រុសយើងវិញណាចូលចិត្តហៅស្រីលក់ខ្លួននឹងមកសប្បាយដែរដូច្នេះស្រីលក់ខ្លួនធ្វើដូច្នេះគឺកិត្តិយសធំបំផុតហើយដូច្នេះប្រពន្ធរបស់លោកក៏គួរឲ្យធ្វើស្រីលក់ខ្លួនដែរព្រោះពួកនេះជាប្រជាជនល្អដោះស្រាយបញ្ហាប្តីបំរើប្តីគ្រប់ពេលអាចង្រៃយកងាប់ការប្រកួតយកពានរង្វាន់លើកនេះគឺសម្លាក់ឈៀនហុងត្រូវប្រកួតជាមួយនឹងសាលាគុនឈិនអ៊ូការប្រកួតនឹងចាប់ផ្ដើមក្នុងពេលឥឡូវនេះហើយណែឯងខំប្រឹងប្រែងមែនតើណាអញ្ចឹងយើងសង្ឃឹមលើឯងណាលោកប៉ាយ៉ាងម៉េចទៅហើយខ្ញុំទៅយកថ្នាំជូនលោកប៉ាណាខ្ញុំទៅបានជើងផ្លែតសិនអមួយឈប់សិន
ខ្ញុំចង់បញ្ជាក់ប្រាប់នាងថាថ្ងៃនោះខ្ញុំគ្មានម្ដងអាក្រក់លើនាងទេការពិតខ្ញុំយកសម្បត្តិទៅឲ្យនាងសោះ ខ្ញុំមិនដឹងអីទាំងអស់ខ្ញុំដឹងថាការវិនិច្ឆ័យរបស់ប៉ាត្រឹមត្រូវណាស់ហើយម្យ៉ាងទៀតគឺអត់ទេឆាតឯងនេះគួរតែងាប់ចឹងនេះអាមួយអូនចេញទៅក្រៅព្រាមទៅទៅឲ្យមកចាត់ការវាឲ្យវាស្គាល់ស្នាដៃម្ដងឆាប់ចេញទៅកុំបារម្ភអីលោកប៉ាទៅណាអញ្ចេះអាចចង្រៃឯរំខានការសម័យរបស់យើងនឹងអាមួយយើងប្រាប់ឯងទៅចុះទោះជាឯងនិយាយយ៉ាងណាក៏អាមួយមិនជឿឯងដែរថ្ងៃនេះយើងនឹងឲ្យភ្លឺភ្នែកលោកគ្រូគឺលោកទេលោកគ្រូលោកយ៉ាងមិនទៅហើយនឹងខ្ញុំមិនអីទេហើយក្នុងមានរឿងអីនោះអត់មានអីទេក៏សឹកខ្ញុំកំពុងនោមអស់អញ្ចឹងទេហើយចិត្តដល់ម៉ោងប្រកួតទៀតហើយនេះសូមជឿលោកគ្រូបាទបានជួយឥឡូវយើងមិនសម្រាប់ឯងទេតែបន្តិចទៀតលោកគ្រូនឹងផ្ដាច់ជីវិតរបស់ឯងជាមិនខានទេលោកប៉ាមិននេះលោកប៉ាទៅណាកូនរបស់លោកប៉ាមិនឃើញសោះប៉ាមានទៅណាលោកប៉ាមិនអីទេប៉ាមិនអីទេណាស់កូនយកទឹកជូនលោកប៉ាណាហើយយូរម្លេះណាអ្វីទៅណាមើលអង្គុយចុះមកហើយមុខរបស់ឯងកើតអីហ្នឹងហើយមើលដាច់អាលន់អស់អញ្ចឹងទស្សនិកជនទាំងអស់គ្នាការប្រកួតចាប់ផ្ដើមហើយអ្នកតំណាងឲ្យសាលាគុនឈីងអ៊ូសូមស្វាគមន៍គេឈ្មោះថាហ្វុងជីងអ្នកតំណាងឲ្យសាលាគុនឈីងអ៊ូគឺឈីងពូដដែលរឿងអមួយការពីយប់នោះយើងដឹងអស់ហើយមិនមែនជាកំហុសរបស់ឯងទេលោកគ្រូជាមិនចង់ឲ្យឈ្នះជានៅស្រួលទេរង្វាន់$10 លានឯងត្រូវតែប្រឹងប្រែងដល់កណ្ដាប់ដៃនេះតែខ្ញុំមិនចង់ប្រយុទ្ធជាមួយលោកគ្រូមានរបួសទេអាចចោលមកសៀតបើឯងគ្មានលុយយកប្រពន្ធមិននឹងកើតយកប្រពន្ធពិតមែនហើយជាមិនចង់កូនស្រីយើងយកប្តីអ្នកក្រទេចាត់ការទៅបាទលោកគ្រូយ៉ាគ្រាន់បើមែនខ្ញុំប្រើកម្លាំងដៃទៅពាក់កណ្ដាលទេយើងក៏ប្រើកម្លាំងទប់ទល់ពាក់កណ្ដាលដែរឯងត្រូវចាំមកច្បាស់ពេលប្រកួតមិនត្រូវបន្ធូរដៃទេអរគុណលោកគ្រូរាប់សិន1 2 3លោកគ្រូយ៉ាងមិនទៅហើយអាជិងអើយឯងឈ្នះជើងអើយឯងពិតជាគ្រាន់បើអាចារ្យអាចារ្យមកឈប់សិនមកចង់ស្រីហូបក៏ត្រូវស្រីទាំងអស់គ្នាដែរឈ្នះហើយខ្ញុំចង់មើលលោកគ្រូខ្ញុំសិនហើយកុំទៅខ្វល់អីលោកគ្រូពេទ្យប៉ាខ្ញុំយ៉ាងមិនទៅហើយគាត់មានរបួសចំទ្រូងឥឡូវត្រូវធ្វើការព្យាបាលសូមនាងចុះហត្ថលេខាមកអញ្ជើញសុំសួរតិចលោកគ្រូឆ្អឹងដៃស្បៃស្ពាន់ឥឡូវនេះគាត់របួសយ៉ាងម៉េចទៅហើយយ៉ាងម៉េចលោកគ្រូខ្ញុំគាត់យ៉ាងម៉េចទៅហើយគាត់ទៅរបួសចុងហើមលោកគ្រូយ៉ាងម៉េចទៅហើយលោកគ្រូទុកចិត្តចុះខ្ញុំនឹងសងសឹកជួយលោកគ្រូតលបានអាចចឹងណាយោអត់អេរឆានអីនេះធ្វើយើងខូចគម្រោងអស់អលីងទៅហើយលោកគ្រូអត់ខ្ញុំសុំទោសផងតិចចុះខ្ញុំពិតជាស្រឡាញ់អាមួយមែនលោកគ្រូក្នុងជីវិតអញ
ឲ្យស្អំអ្នកណាជាព្រាននារីណាបន្តិចទៀតយើងទៅប្រាប់គណៈកម្មការថាយើងដកខ្លួនចេញឈប់ប្រកួតហើយលោកគ្រូកុំអីយើងមិនបានជាគ្រូរបស់ឯងទេចាប់ពីថ្ងៃនេះតទៅយើងចែកផ្លូវគ្នាទៅចុះលោកគ្រូកុំលោកគ្រូអបិទខ្ញុំបងលោកគ្រូជាចាំខ្ញុំតាំងពីតូចដល់ធំលោកគ្រូសូមលោកគ្រូទូឱកាសខ្ញុំម្ដងទៅទូឱកាសខ្ញុំម្ដងទៅលោកគ្រូខ្ញុំសូមបងលោកគ្រូលបមិនក៏លបធ្វើជើងដល់លោកគ្រូលបលោកគ្រូចង្រៃយើងមិនត្រឹមតែសម្រាប់ឯងទេយើងយកទាំងប្រាក់ហើយយើងយកមនុស្សទៀតប្រាក់10លានគឺជារបស់យើងហើយកូនស្រីរបស់ឯងក៏ជារបស់យើងដែរយើងនៅតែប្រកួតឥឡូវនេះមកសបព័ត៌មានតិចមកឲ្យព័ត៌មានតិចសំចិត្តណាលោកប៉ាបាត់ហើយលោកគ្រូដឹកខ្លួនឡើងលោកគ្រូស្លាប់បាត់ទៅហើយលោកប៉ាគឺលោកគ្រូលោកប៉ាគឺវាគឺលោកប៉ាđangខ្លួនឡើងលោកប៉ាđangខ្លួនឡើងល្អលោកគ្រូខ្ញុំនឹងសងសឹកជួយលោកគ្រូសម្រាប់វាទល់តែបានទស្សនិកជនទាំងអស់គ្នាការប្រកួតចាប់ផ្ដើមហើយអ្នកតំណាងឲ្យសាលាគុនឈីងអ៊ូគឺឈីងពូដដែលអ្នកតំណាងឲ្យសាលាគុនពុសូមស្វាគមន៍គេឈ្មោះថាហ្វុងជីងមើលមិនដែលស្គាល់អីអរគុណអស់លោកស្រីខ្ញុំមានដំណឹងមួយសូមជម្រាបជូនអស់លោកស្រីការប្រកួតវគ្គបញ្ចប់នេះលោកគ្រូពុកមានរបួសតែគាត់ទទួលមរណភាពបាត់ទៅហើយក៏ស្លាប់នេះមិនទៅឯទីខំប្រឹងប្រែងប្រកួតទៅខំប្រឹងប្រែងទៅមកទៅចាប់ទៅលឿនទៅបានហើយអាចជាគិតក៏សម្រាប់លោកគ្រូមិនអាចទេទស្សនិកជនទាំងអស់គេបានដឹងថាឯងជាអ្នកសម្លាប់គាត់ខ្ញុំគ្មានចេតនាទេឯងចាំតែមើលចុះសំបីតាមួយក៏មិនអត់អោនឯងដែរលោកគ្រូណែឯងធ្វើអីចឹងហាណែឈប់សិនលោកគ្រូឯងជាអ្នកសម្លាប់លោកគ្រូរបស់យើងថ្ងៃនេះយើងត្រូវតែសងសឹកលោកគ្រូថ្ងៃនេះយើងត្រូវតែសងសឹកហើយយើងត្រូវតែសម្រាប់ឯងជាចេញបានទស្សនិកជនទាំងអស់ពេលនេះអាចឈៀងពេលដែលដឹងថាលោកគ្រូពុស្លាប់ក៏មានស្មារតីមិននឹងណោសោះអ្នកឈៀងឯងតាំងស្មារតីនឹងណោណាឯងមិនត្រូវធ្វើអញ្ចឹងទេពិតមែនណាឈៀងអើយតាំងស្មារតីនឹងណោទៅមែនហើយ$10លានណាយើងត្រូវការលុយសម្បំណាអាចឈៀងអើយខំប្រឹងប្រែងទៅវាយទៅបានអាចឈៀងអើយមនុស្សស្លាប់ហើយមិនអាចរស់ឡើងវិញបានទេយ៉ាមិនក៏ឲ្យគេវាយស្រួលម្លេះ1 2
អាឈីងអាយ៉ាមកតើអាឈីងហេកុំអានតន់វាយគេ1 2កុំអាខ្ញុំសិនវាយជួងស្មាសិនស្មាសិនអាឈីងទៅក្រោកឡើងនាងនេះជាកបោរបស់ខ្ញុំការពេលលោកគ្រូមិនបានអាឈឹងអមិនក៏អាចឈួតឈួនព្រមតដៃគេសោះយ៉ាងចឹងអាឡប់ទៅផ្ទះឲ្យម៉ែឲ្យវាយស្រួលសាច់ជាងបាយគ្រាន់បាយចុះមកវាយមកអាចក្រៃយោយ៉ាតមកយាបាទីសមុទ្រអបាកូកុំវាមើលអាកុំឲ្យបានសុំទោសអស់លោកទាំងអស់គ្នាអាគឺដឹកគេទីសមុទ្រអស់ប្រហែលអាឈឹងណាឲ្យខំប្រឹងវាយទៅមិនក៏ឯងធ្វើបង្ងើចឹងអាឈឹងគេគោះជួឆាប់ចូលឲ្យលះទៅតែឈឹងតាក់ស្មារតីនឹងនោះណែដួលឲ្យហានថៃបាត់បានទេ1 2ហើយដួលឲ្យហានថៃមិនធ្វើអីផ្ដេសផ្ដាសយ៉ាងអញ្ចឹងមើលចឹងសិន1 2នាងរឿងនេះគឺសិស្សច្បងជានាមកឡើងទាំងអស់អញ្ចឹងខ្ញុំយល់ខុសហើយអាចរៃយោអាយហ៊ានក្បត់នឹងសិស្សច្បងផងមើលទៅពួកវាលាក់ខ្លួនទីនេះមកស្ងាត់អញ្ចឹងចាំលើទៅណាមិនបានទេយ៉ាមើលទៅពួកវាគ្នាច្រើនណាស់គួរតែប្តឹងប៉ូលីសល្អជាជាងមិនបានទេអាចងរៃយោមួយឆាប់ទៅប្តឹងប៉ូលីសទៅយកឆាប់ទៅប្តឹងប៉ូលីសទៅលឿនឡើងយ៉ាទៅប្តឹងប៉ូលីសទៅពួកឯងឆាប់រត់ទៅលឿនឡើងហើយជាណាគេជាជាកពូអ្នកផ្ដាល់មកពីសិង្ហបុរីហើយនឹងស្រុកថៃឯងចង់សាអីសាព្រមមិនស្អីណាអត់មានបញ្ហាទេអាអូនមួយអើយខ្ញុំជួយនាងបានប៉ុណ្្នឹងទេអាឈីចាប់កោឡើងអាឈីកោឡើងលើទៅអាយ៉ាគេវាយជួងខ្វាត់លើហើយមើលអើយវាយជួងឲ្យមើលនៅមកវាយទៀតយើងត្រូវតែសងសឹកវាសម្រាប់លោកគ្រូរបស់យើងហើយលោកចៅសងសឹកវាយយើងមកយើងឲ្យវាយហើយណាអាយបានចូលទៅវិញទៅវាសម្រាប់លោកគ្រូរបស់យើងចូលទៅវិញឯងគេថ្ងៃមកចូលទៅវិញសិនវាធ្វើអាចយើងធ្វើអើជួយមកចូលទៅវិញមកឆាប់ឡើងមកអាចឈឹងនេះអាចឈឹងមិនក៏ឯងទៅជាចឹងទៅវិញអូយស្លាប់ហើយមិនកើតទេយើងខំមហាត់វិជាគុណដល់ឯងដើម្បីឲ្យឯងនឹងចេញប្រយុទ្ធរកប្រាក់ឲ្យបានច្រើនព្រោះយើងសំខាន់បំផុតជីវិតរបស់យើងគឺយើងត្រូវការប្រាក់ឯងមិនបាច់ឈឺចិត្តដោយសារតែគ្រូឯងស្លាប់នោះទេសំខាន់បំផុតឯងត្រូវជឿអាយ៉ាបាទទៅវាយខ្ញុំសូមវអើយរបស់ឈឹងខ្ញុំសូមវទៅវាយទៅខ្ញុំត្រូវការប្រាក់ណាលោកគ្រូខ្ញុំស្លាប់បាត់ទៅហើយអ្នកទាំងអស់គ្នាមកខំខ្ញុំក៏អត់ប្រយោជន៍ដែរខ្ញុំមិនអាចវាយបានទេសូមអ្នកទាំងអស់គ្នាអភ័យទោសឲ្យខ្ញុំផងចុះហើយបានហើយដល់ពេលប្រកួតហើយបងគេមិនដឹងបានហើយចេញបានហើយមកអាចជិះមកលើឡើងវាយខំYeah.
នេះនិយាយផ្លាស្អីចេញទៅវិញទៅ ឯងចាំរកក្រក់ឯងចាំរកក្រក់ ណែនេះចុះទៅចុះទៅក្រោមទៅចុះក្រោមចុះទៅក្រោមទៅខ្ញុំជាអ្នកឈ្នះការប្រកួតនេះឯងចង់និយាយថ្មីថតចេញណាខ្ញុំជាអ្នកឈ្នះក្នុងការប្រកួតនេះឯងឃើញទេវាងើបឡើងរួចទៅហើយឥឡូវនេះកសែងសក៏ទៅបោះមកដែរដូច្នេះខ្ញុំទៅខ្ញុំឈ្នះកសែងសអស់នេះគឺសម្រាប់ខ្ញុំជូនញើសរបស់ខ្ញុំទេពេលនេះប្រកួតទៀតមែនទេមកហើយត្រូវតែប្រកួតទៀតមែនហើយគេត្រូវតែប្រកួតទៀតកសែងសសម្រាប់ជូតមុខទេមកស្រុកជាមួយគ្នាអញប្រាប់ត្រូវតែប្រកួតយកឈ្នះមកលើប្រកួតទៅប្រកួតវាយលើមែនហើយយើងសម្រាប់គ្រូរបស់ឯងតើឯងធ្វើឲ្យយើងឯងមានលទ្ធភាពអាចសម្រាប់យើងបានទេមិនមែនយើងវាយឯងប៊ីងស្លាប់ទៅហើយយើងត្រូវតែសងសាកឡើងទៅលើវិញទៅបងជៀនហ្វុងនៅខាងនោះជៀនហ្វុងអាមួយបាននិយាយប្រាប់ខ្ញុំអស់ទៅហើយខ្ញុំអរគុណឯងខ្លាំងណាស់ដែលបានសេះសម្រាប់ជំនួសខ្ញុំកាលពីថ្ងៃមុនខ្ញុំមិនគួរបន្ទោសឯងតតែសោះឯអភ័យទោសខ្ញុំផងរឿងកន្លងហួសទៅហើយកុំយកមកទុកក្នុងចិត្តអីណាបានហើយឈប់យំទៅគឺមកពីឯងទៅបើខ្ញុំវេទនាបងប្អូនតើគ្រឿងខ្ញុំបានទទួលរង្វាន់ហើយពិតមែនហើយសូមឲ្យមកខ្ញុំដែរសូមថតខ្ញុំមួយថតអាគៀនតិចទៅនៅឲ្យមកខ្ញុំកាត់វិញឲ្យមកខ្ញុំកាត់វិញខ្ញុំជាសិស្សច្បងខ្ញុំជាប្រធានបងជៀនហ្វុងបងឈប់យំទៅណាកុំយំអីមែនណាឈប់យំទៅគឺព្រោះតែឯងទឹកខ្ញុំធ្លាក់ខ្លួនបែបនេះហើយបានហើយយើងរាប់អានគ្នាវិញទៅណាឈប់យំទៅបងទៅជាមួយពួកយើងវិញទៅណាឯងមិនកាន់ខ្ញុំទេខ្ញុំត្រេកអរណាស់
បងប្អូនទាំងអស់គ្នាសម្រាប់កូនខ្ញុំបានជ័យជំនះក៏ព្រោះតែខ្ញុំបង្ហាត់ក្បាច់គុណដល់កូនសិស្សរបស់ខ្ញុំមិនខ្លាំងដែរហេមិនមែនគេបង្ហាត់តែគឺខ្ញុំទេជាអ្នកដឹកនាំហើយគឺខ្ញុំដែរហើយមិនមែនឯងទេគឺខ្ញុំអាចចង្រៃយើខ្ញុំជាមេឯងខ្ញុំជាមេអើយបានហើយឯងមកយកយកមកឯងវិញឯងបានហើយកុំឯងយកបងអូយបងខ្ញុំមិនទៅហើយអូយមកខ្ញុំ